จันลูกได้เรื่องพรมแดนประเทศในทำไรจันซีจีปีปรับจำเรื่องพรมแดนไทยกัมพูชีได้จมรยกัมพูชีไทยดอสไรจมลูกพรมแดนดอรามไรเนี่ยได้ซอนเตวิธีเตอร์เมื่อรองจันจวบในยูรำไตรกัมพูชีลูกคนมาแนดนั่งเมื่อรองไทยลูกอนุตินชาแรกโกลเปียปอนแต่นั่งเรื่องพรมแดนนะจันสนยาดาตูนติสถาปนาบรรจับจมลูกพรมแดนกัมพูชีไทยบ้าจมลูกดอรามไรนัวนี่คือเชียดำนั่งมาพนัยเปียปอนแต่นั่งจันเลิกลางทานังช่วยไปจับจมลูกกัมพูชีไทยดอรามไรจังนะประมันจิตมิตรดำนังมวยเตี้ยคือเปียปอนตนักดำนังละอประไปตามดองคือประเทศญี่ปุ่นพอได้จำนวนโยเทียดอกัมพูชีบ้าญี่ปุ่นพอได้จำนวนโยเทียใบเลียนตลาดดอกองตอบกัมพูชีตัวบ้านในเวลาบ้านนังอุปกรณ์โยเทียปีประเทศญี่ปุ่นบ้าออกคนญี่ปุ่นทอมผ่องได้กัดเปลี่ยนเปลี่ยนโยเทียทำไมญี่ปุ่นช่วยเปลี่ยนสันติสักดอกัมพูชีนี่คือเชียดำนังทอมปีหนึ่งใจในเวทีการเปลี่ยนมันปกมาบอมโบต่อคนนี้เนตงาตัดตีดับผมบุญกากดาปีปอนมาไปประมวยนี่แล้วเตอร์สันดับดำนังตีมวยต่อคนนี้แต่มาดองเตอตีมวยคือเปียปอนแต่นังเมรนอมจันลูกซีจีปิงจุบรอนไอประเทศไทยกัมพูชีรวมคณีดอสไลจำนวนพรมแดนดอรามไรในไอบ้าสรองปีศาประเมียนบางกปอจบสายเรื่องในประเทศในทำไรจันลูกซีจีปิงบ้านจุบรอนไอประเทศไทยในกัมพูชีรวมคณีดอสไลจำนวนพรมแดนดอยวงไว้ระบบโปเกปต่อปีโลกบ้านจูบเปียซากางเงะได้ดอลไลจมวยเมรนอมในประเทศต่างปีขนมไงแต่มวยบ้าจูบแตงกัมพูชีพอนั่งประเทศไทยพอนะกูรวมดอกท่าจำนวนพรมแดนในบ้านเชียนตะดอกกาตัววดประยุทธ์គ្នាយ៉ាងខ្លាំងក្លារវាងប្រទេសជាតិទាំងពីរក្នុងរយៈពេលជាមួយទសវត្សរ៍កាលពីឆ្នាំមុនដែលបណ្ដាលឲ្យកងទ័ពនិងប្រជាជនស៊ីវិលជាង100នាក់បានបាត់បង់អាយុជីវិតនិងរាប់រយនាក់ផ្សេងទៀតបានរងរបួសទោះបីជាកិច្ចព្រមព្រៀងបត់ឈប់បាញ់ដែលសម្រេចបានក្នុងខែធ្នូ2025កន្លងទៅត្រូវបានគោរពអនុវត្តភាគច្រើនក៏ដោយប៉ុន្តែភាគីទាំងពីរក៏នៅតែបន្តការចាប់ប្រកាន់គ្នាទៅវិញទៅមកជុំវិញការរំលោភបំពានដែនដីអធិបតេយ្យភាពបាទពាក់ព័ន្ធទៅនឹងរឿងព្រំដែននេះវាមិនទាន់ដាច់ស្រេចទេនៅតែចាប់ប្រកាន់ដាក់គ្នាទៅវិញទៅមកអញ្ចឹងទៅនៅក្នុងជំនួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីថៃលោកអនុទានឆានរៈគុលនៅក្រៅក្របខ័ណ្ឌសន្និសីទបញ្ញាសិទ្ធិបរិមិត្តពិភពលោក World AI Conference ក្នុងទីក្រុងសៀងហៃកាលពីថ្ងៃសុក្រលោកស៊ីជីពីងបានបញ្ជាក់ថាការដោះស្រាយចំនួននេះគឺជាផលប្រយោជន៍រួមនិងយោងវែងរបស់ប្រទេសទាំងពីរបាទផលប្រយោជន៍រួមនិងយោងវែងក៏ប៉ុន្តែមិនដឹងថាការវាដាច់ស្រេចណាពាក់ព័ន្ធឬព្រំដែនថៃកម្ពុជានេះនៅតែអញ្ចឹងទន្ទឹមនឹងនេះមានរងនាំចិនបានអំពាវនាវឲ្យមានការសន្ទនារវាងភាគីទាំងពីរនិងបានសន្យាថាប្រទេសចិននឹងដើរតួនាទីយ៉ាងសកម្មនិងស្ថាបនានេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិនស៊ីនហ៊ូលោកស៊ីជីពីងក៏បានផ្ញើសារស្តីគ្នានេះដែរនៅក្នុងជំនួបពិភាក្សាដាច់ដោយឡែកជាមួយនាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុនម៉ាណែតដោយបានបន្ថែមថាប្រទេសចិនគាំទ្រយ៉ាងពេញទំហឹងចំពោះដំណោះស្រាយតាមរយៈការចរចាដោយសន្តិវិធីបាទចរចាដោយសន្តិវិធីថាតើថៃមកចរចាទ្វេភាគីសម្របសម្រួលដែរទេឬក៏យ៉ាងណាឬក៏រុញរឿងនោះទៅកាន់តុលាការបាទ ICJ តែម្ដងទៅបាទអត់ដឹងណាសូមបញ្ជាក់ថាចំនួនដណ្ដើមអធិបតេយ្យភាពទឹកដីរវាងប្រទេសទាំងពីរដែលផ្ដោតសំខាន់លើតំបន់ជុំវិញប្រាសាទបុរាណបានអូសបន្លាយអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយនិងបានផ្ទុះជាអំពើហិង្សាយ៉ាងប្រតិកាលាមិនឈប់ឈរនៅពេលកន្លងមកដើម្បីឆ្លើយតបទៅនឹងការអំពាវនាវរបស់លោកស៊ីជីពីងលោកអនុទានឆានរៈគុលបានថ្លែងថាប្រទេសថៃនៅតែបដិញ្ញាចិត្តយ៉ាងមុតមាំចំពោះការដោះស្រាយចំនួនដោយសន្តិវិធីអាហ្នឹងគឺលោកអនុទាននិយាយណាគឺនៅតែប្រកាន់ភ្ជាប់យ៉ាងមុតមាំដោះស្រាយបញ្ហាចំនួននេះដោយសន្តិវិធីយ៉ាងទៅចាំស្ដាប់វាព្រមទាំងបានសម្ដែងការកោតសរសើរចំពោះទូនាទីដ៏យុត្តិធម៌និងមិនលំអៀងរបស់ប្រទេសចិននេះបើយោងតាមប្រភពដដែលបាទនិយាយរបៀបអញ្ចឹងទៅទៀតណាខ្លាចចិននេះលោកដៃបាទចូលទៅក្នុងរឿងហ្នឹងបកគលរត់ក្រោះអីផ្សេងហើយកម្ពុជាយកទៅប្រើប្រាស់ដើម្បីទប់ស្កាត់ពីការវាយប្រហាររបស់ថៃជាដើមយ៉ាងទៅដូចជាមានការសួរនាំពាក់ព័ន្ធទៅនឹងរឿងដែលកម្ពុជាទិញអាវុធអីផ្សេងហ្នឹងថាតើមិនអីមកខ្លាចអាវុធរបស់ចិនណាអនុទានបាទសួរនាំពាក់ព័ន្ធរឿងហ្នឹងទន្ទឹមនឹងនេះដែរនាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសចិនដែលបានផ្ដល់ការលើកទឹកចិត្តដល់ការចរចានិងជួយជំរុញឲ្យមានដំណោះស្រាយដោយសន្តិវិធីនាយករដ្ឋមន្ត្រីបានបន្ថែមថាប្រទេសកម្ពុជានឹងនៅតែបដិញ្ញាចិត្តខ្ពស់ចំពោះការសន្ទនានិងការបន្ធូរបន្ថយភាពតានតឹងនៅតាមខ្សែបន្ទាត់ព្រំដែនក្រៅពីបញ្ហាព្រំដែនលោកស៊ីជីពីងបានអំពាវនាវឲ្យមានការសម្របសម្រួលជាយុទ្ធសាស្ត្រកាន់តែស៊ីជម្រៅជាមួយប្រទេសទាំងពីររួមទាំងការបង្កើតយន្តការសន្ទនា2+2ជាមួយប្រទេសថៃដែលពាក់ព័ន្ធទៅនឹងរដ្ឋមន្ត្រីការបរទេសនិងរដ្ឋមន្ត្រីការពារជាតិនិងយន្តការ3+3ជាមួយប្រទេសកម្ពុជាដែលពាក់ព័ន្ធនឹងមន្ត្រីជាន់ខ្ពស់ផ្នែកការបរទេសការពារជាតិនិងសន្តិសុខសាធារណៈខាងថៃ2+2យ៉ាងទៅផ្នែកអីគេការបរទេសហើយការពារជាតិដល់ពេលកម្ពុជាដូចជា3+3បាទទាំងការបរទេសការពារជាតិនិងមួយទៀតចុងក្រោយនេះសន្តិសុខសាធារណៈបាទ
បន្ថែមអាកតុយនឹងទៀតណាសន្តិសុខសាធារណៈលោកក៏បានជំរុញឲ្យមានកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយជាមួយប្រទេសទាំងពីរលើវិស័យបច្ចេកវិទ្យាដែលកំពុងរីកចម្រើនដូចជាបញ្ញាសិប្បនិម្មិត AI និងការរួមគ្នាចាត់វិធានការប្រយុទ្ធប្រឆាំងនឹងបទល្មើសបោកប្រាស់តាមប្រព័ន្ធទូរគមនាគមន៍គេថា Cyber Scam ល្បែងស៊ីសងតាមអ៊ីនធឺណិតនិងឧក្រិដ្ឋកម្មឆ្លងដែនផ្សេងទៀតបច្ចុប្បន្នប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ប្រទេសថៃនិងកម្ពុជាហើយក៏ជាប្រភពវិនិយោគទុនបរទេស FDI ដ៏ធំបំផុតរបស់ប្រទេសកម្ពុជាផងដែរនៅក្នុងជំនួបជាមួយមេរដ្ឋាភិបាលថៃលោកស៊ីជីពីបានអំពាវនាវឲ្យមានការជំរុញវឌ្ឍនភាពឲ្យបានលឿនលើគម្រោងផ្លូវដែកលបឿនលឿនដែលផ្ដល់មូលនិធិដោយប្រទេសចិននិងការតបជាប់បណ្ដាញផ្លូវដែកឲ្យកាន់តែប្រសើរឡើងរវាងប្រទេសទាំងពីរតាមរយៈប្រទេសឡាវលោកក៏បានបញ្ជាក់ផងដែរថាប្រទេសចិនគាំទ្រទូនាទីដ៏សំខាន់របស់ប្រទេសថៃក្នុងកិច្ចការអន្តរជាតិនិងតំបន់ព្រមទាំងសន្យាថានឹងពង្រឹងការសម្របសម្រួលឲ្យកាន់តែជិតស្និទ្ធតាមរយៈក្របខ័ណ្ឌពហុភាគីដូចជាវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកនិងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍អាស៊ាននឹងឯងទន្ទឹមនឹងនេះមេដឹកនាំចិនបានជំរុញឲ្យរាជរដ្ឋាភិបាលទីក្រុងភ្នំពេញជួយពង្រឹងការងារលើច្រករបៀងអភិវឌ្ឍឧស្សាហកម្មដែលជាគម្រោងហេដ្ឋារចនាសម្ព័ន្ធរួមគ្នានិងច្រករបៀងត្រីនិងអង្គរដែលជាគម្រោងយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍវិស័យកសិកម្មទំនើបរបស់កម្ពុជានេះគឺជាដំណឹងស្រង់ពីកាសែតភ្នំពេញប៉ុស្តិ៍ចុះផ្សាយពាក់ព័ន្ធទៅនឹងលោកស៊ីជីនពីងជំរុញឲ្យកម្ពុជាថៃនេះដោះស្រាយចំនួនព្រំដែនដែលជាចំនួនដ៏រ៉ាំរ៉ៃណាបន្តជាហោហាយយ៉ាងទៅឲ្យចប់សពគ្រប់ទៅបញ្ចប់ចំនួនព្រំដែនកម្ពុជាថៃទៅយ៉ាងទៅចិនសន្យាដើរទូនាទីស្ថាបនាជួយយ៉ាងទៅក៏តែមិនដឹងថាម៉េចមកទេចិនអាចជួយបានអីមិនបានអត់ដឹងច្បាស់ណាប្រិមិត្តជាទីមេត្រីចាំតាមដានបន្ថែមទៀតដំណឹងចុងក្រោយគឺពាក់ព័ន្ធទៅនឹងជប៉ុនផ្ដល់ជំនួយយោធា$3 លានដល់កងទ័ពកម្ពុជាជប៉ុនសម្រេចផ្ដល់នាវាល្បាតនិងឧបករណ៍បញ្ជូនសារក្នុងតម្លៃប្រមាណជា$3 លានដល់កងទ័ពកម្ពុជានឹងទទួលបាននាវាល្បាតនិងឧបករណ៍បញ្ជូនសារពីប្រទេសជប៉ុនក្រោមគម្រោងជំនួយសន្តិសុខដែលមានតម្លៃទឹកប្រាក់ប្រមាណជា$3 លាននៅក្នុងកញ្ចប់ជំនួយនេះនាវាល្បាតនឹងត្រូវប្រគល់ជូនទៅកាន់កងទ័ពជើងទឹកចំណែកឯឧបករណ៍បញ្ជូនសារវិញនឹងត្រូវដល់ជូនទៅខាងកងទ័ពជើងគោកដើម្បីបម្រើការលើវិស័យការពារជាតិយោងតាមការបញ្ជាក់ពីស្ថានទូតជប៉ុនប្រចាំនៅកម្ពុជាបានដឹងថាកិច្ចព្រមព្រៀងនៃជំនួយផ្នែកសន្តិសុខនេះត្រូវបានចុះហត្ថលេខាជាផ្លូវការនៅថ្ងៃទី19 កក្កដា2026នេះថ្ងៃនេះតាមម្ដងប្រិមិត្តជាទីមេត្រីភាគីជប៉ុនមានក្តីរំពឹងយ៉ាងមុតមមថាជំនួយទាំងនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយពង្រឹងសមត្ថភាពប្រព័ន្ធសន្តិសុខនិងកិច្ចការពារទឹកដីរបស់ប្រទេសកម្ពុជាឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ទោះជាយ៉ាងណាក៏ដោយគិតរហូតមកដល់ពេលនេះមិនទាន់មានការបង្ហាញព័ត៌មានលម្អិតអំពីប្រភេទចំនួនជាក់លាក់នៃនាវាល្បាតក៏ដូចជាពេលវេលាកំណត់ក្នុងការប្រកល់គ្រឿងបរិក្ខារទាំងនេះមកឲ្យភាគីកម្ពុជានៅឡើយនោះទេនេះគឺជាអ្វីដែលជប៉ុនបានផ្ដល់ជាជំនួយយោធា$3 លានដល់កងទ័ពកម្ពុជានឹងទទួលបាននាវាល្បាតនិងឧបករណ៍យោធាពីប្រទេសជប៉ុននេះគឺជាដំណឹង